ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមកសរុបលទ្ធផលតកតងជាមួយនឹងថ្មដែលខ្ញុំបានធ្វើការស្វែងរកក្នុងមួយខែ2ខែ3ខែនិង4ខែគឺយើងបានរកឃើញថ្មប្រភេទថ្មដែលអាចច្នៃបានមួយចំនួនណាដូចប្រភេទនេះគឺសាច់ទឹកឃ្មុំបងប្អូនអរគ្នាសាច់ឡតមួយចំនួនធំណាឃើញស្នាមប្រេះមានស្នាមប្រេះតែប៉ុណ្នេះហើយមកប៉ុណ្នេះក្រៅពីនោះគឺយើងច្នៃបានណាច្នៃបានហ្នឹងក្របនឹងហើយដូចក្របនេះអីចឹងក៏ដូចគ្នាដែរណាហ្នឹងហើយក្របនេះគឺសាច់ពណ៌សណាសាច់ពណ៌សប៉ុន្តែជាប្រភេទសាច់ឡតល្អណាអាចច្នៃបានដែលខ្ញុំទទួលបានពីការប្រឹងប្រែងស្វែងរកមិនបានជួបមិនបានឃើញហ្នឹងហើយមានប្រភេទខ្លះក៏នេះកាយ៉ៅផ្លែកបែបហ្នឹងចឹងទៅណាយើងកាត់ទៅគឺថាឃើញសាច់ក្នុងមានកាយ៉ៅមានភ្នែកមានអីចឹងទៅស្អាតឆ្នៃទៅមានតម្រង់ពិសេសគឺមានក្របខ្លះបងប្អូនអរគ្នានេះគឺជារឿងដែលធ្វើឲ្យខ្ញុំថោកស្ដាយខ្លាំងមែនទែនសាច់គួរឲ្យខ្លាញ់បងប្អូនអរគ្នាគឺទឹកឃ្មុំស្អាតមែនទែនទឹកឃ្មុំស្អាតមែនទែនហើយមានគ្រីស្តាល់នៅផ្នែកខាងនេះហើយដុំធំៗមកឃើញដុំធំណាស់ហ្នឹងតែហេតុផលធម្មជាតិគឺបានបង្កើតមកឲ្យមានបញ្ហាចឹងតែម្ដងនេះគឺមហាសែនស្ដាយប៉ុន្តែឃើញចេះមិនមែនអត់សាច់ប្រើទេបងប្អូនអរគ្នាពេលដែលយើងកាត់ទៅគឺនៅមានសាច់ប្រើណាព្រោះខ្ញុំធ្លាប់កាត់សាច់អញ្ចឹងដូចគ្នាកាត់ទៅគឺអាចច្នៃបានតិចតួចប៉ុន្តែក្របនេះបើសិនជាយើងយកទៅឆាបហើយយកទៅតាំងក៏ស្អាតដែរណាយកតាំងក៏ស្អាតដែរហ្នឹងអញ្ចឹងមានច្រើនណាមានច្រើនតែគ្រាន់ថាសាច់គឺមានសាច់ខ្លះក៏ប្រើការកើតសាច់ខ្លះក៏ប្រើការមិនកើតអីចឹងទៅតាមលក្ខណៈធម្មជាតិរបស់គេណាតាមលក្ខណៈធម្មជាតិរបស់គេយើងអាចកំណត់បានទេនេះក្របនេះអញ្ចឹងក្របនេះមានសាច់ដូចជាកន្សោមបងប្អូនអរគ្នាប៉ុន្តែមើលនេះផ្នែកសម្បកណាផ្នែកសម្បកហើយខាងក្នុងយើងមិនដឹងថាមានគ្រីស្តាល់ឬមួយក៏សាច់ហ្នឹងសាច់កមូនលាតទៅដល់ក្នុងទេបើមិនជាសាច់កមូនលាតទៅដល់ក្នុងគឺល្អណាកន្សោមប៉ុណ្ណេះបាទកាត់ទៅគឺយើងនឹងបានសាច់កាយ៉ៅខាងក្នុងកាយ៉ៅបែបអ្នកកាយ៉ៅបែបចេះបាទកាយ៉ៅបែបបាញ់មិញហ្នឹងហើយឬមួយក៏បែបដូចសអញ្ចេះតែសាច់លាតសាច់ឡតល្អនេះដូចក្របនេះអញ្ចឹងណាយើងមើលពីខាងក្រៅទៅគឺបែបហ្នឹងណាបែបហ្នឹងយើងគិតថាអូប្រហែលជាអាចសាច់ល្អមានសាច់ប្រើការបានហើយប៉ុន្តែពេលកាត់ទៅអាចនឹងមានគ្រីស្តាល់បែបនេះណាអាចនឹងមានគ្រីស្តាល់បែបនេះនៅផ្នែកកណ្ដាលអាចនឹងប្រហោងផងមិនដឹងអាចប្រហោងហើយមានក្របដោះនៅខាងក្នុងគេហៅថាផ្ដាច់ខ្លួនណាឬមួយក៏ហៅរលេះខាងក្នុងផងមិនដឹងឬមួយក៏សាច់របស់គេហ្នឹងគឺមានកាយ៉ៅអញ្ចឹងសុទ្ធក៏មិនដឹងអញ្ចឹងណានេះមើលឃើញសាច់កាយ៉ៅនេះអញ្ចឹងអាចយកធ្វើឡតអាចយកធ្វើកម្មអាចយកធ្វើអីបានណាក្របខ្លះក៏ធ្វើមិនបានអាហ្នឹងជាការផ្សងសំណាងពីធម្មជាតិហើយយើងមើលចេះគឺឃើញសាច់សល់ប្រើហើយសាច់សល់ប៉ុណ្ណឹងប្រើប៉ុណ្ណោះគឺមានប្រេះមានបែកអញ្ចឹងទៅអញ្ចឹងលៃលោកតាមហ្នឹងហើយនៅកំពង់លៀងហើយនៅនេះខ្លះរកបានរយៈពេលប្រហែលខែហ្នឹងគឺយាមរមែនទែនបងប្អូនអរគ្នាហើយក៏បានសាច់ខ្លះប្រើការបានសាច់ខ្លះក៏ប្រើការមិនបានអញ្ចឹងទៅហើយសំមែនទែននេះដូចកសោបមកក្របនេះតើมันកាត់ទេកសោបមកក្របនេះណាតន់កាត់ទេតន់បានកាត់ទេមិនដឹងថាសាច់ខាងក្នុងគ្រីស្តាល់ប្រមាណភាគរយហើយសាច់កមួនប្រមាណភាគរយប្រេះប៉ុន្មានទេតែតាមមើលសភាពខាងក្រៅសាច់នេះអាចនៅសល់សាច់ប្រើច្រើនបងប្អូនអរគ្នាអាចនៅសល់សាច់ដែលល្អប្រើប្រាស់បានច្រើនណាអូខេអរគុណច្រើនសម្រាប់ការចូលរួមទស្សនានៅក្នុងคลิปវីដេអូរបស់ខ្ញុំបាទមានអ្វីដែលជាចំណុចខុសឆ្គងសូមមេត្តាខន្តីអភ័យទោសផងថតវែងពេកបងប្អូនពិបាកតាមដានពិបាកមើលអញ្ចឹងថតរៀងខ្លីបានហើយដើម្បីបងប្អូនមើលម្ដងហ្នឹងទៅកុំឲ្យធុញថតវែងពេកខ្ញុំពិបាកមើលតម្រាំបានចប់មួយคลิปគឺយូរហ្នឹងហើយនេះគឺថ្មខ្មែរយើងខេត្តព្រះវិហារណាហ្នឹងហើយថ្មខ្មែរយើងខេត្តព្រះវិហារអញ្ចឹងសំចៃធម្មរិះមែនទែនបានអរគុណបាទគោរពជម្រាបលា